ជំរាបសួរលោកគ្រូខ្ញុំឈ្មោះហាលីងហេមកពីក្រុម SX6 ថ្ងៃនេះខ្ញុំមកបញ្យល់លំហាត់ operator ដំបូងយើងមាន object data ស្មើ100ហើយ integer សញ្ញាសួរ score ស្មើ null integer ស្មើនឹងសញ្ញាសួរ score null ប៉ុន្តែ integer នេះស្មើ null ហើយ score ផ្ទុកតម្លៃរបស់ integer ហើយ bool សញ្ញាស្មួ is login ស្មើ true ហើយ login នេះផ្ទុកតម្លៃ bool ស្មើ true ដល់ឡៃ spring result is login true គេសួរបើពិតអត់បើពិតយើងមើលនៅក្នុងវងកញ្ចក់ដែលមាន data is integer ឧទាហរណ៍បើពិតវានឹងយកចម្លើយខាងស្ដាំតែបើអត់ពិតទេវាយកចម្លើយខាងឆ្វេងហើយកន្លែងdata is integer នេះពិតបើសិនជាពិតតម្លៃវាស្មើ60ប៉ុន្តែបើអត់ពិតទេតម្លៃវាស្មើ50ហើយកន្លែង result ស្មើ result នេះដើម្បីឲ្យចេញលទ្ធផលមកហើយយើងមកដល់កន្លែង console write line result leg អាហ្នឹងយើងចុចstart ដើម្បីមើលផលិតផលនេះចម្លើយរបស់វាស្មើ4ដោយសារពេល start ទៅអក្សរ pass វាមានអក្សរចំនួន4